ជំរាបសួរពុកម៉ែបងប្អូននៅក្នុងស្វាយជ្រះទាំងអស់គ្នាខ្ញុំបាទឈ្មោះសម្រិទ្ធស៊ីឡុងជាបុគ្គលិកនៃមណ្ឌលសុខភាពស្វាយជ្រះហើយខ្ញុំទាំងពីរនាក់ជាអ្នកទទួលបន្ទុកខាងផ្នែកជំងឺមិនឆ្លងផ្នែកជំងឺមិនឆ្លងគឺជំងឺលើសសម្ពាធឈាមនិងជំងឺលើស្ករអញ្ចឹងខ្ញុំសូមពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលនៅឃុំស្វាយជ្រះដែលមានអាយុចាប់ពី40ឆ្នាំឡើងទៅសូមនាំគ្នាមកពិនិត្យនៅមណ្ឌលសុខភាពស្វាយជ្រះដោយឥតគិតថ្លៃរៀងរាល់ម៉ោងធ្វើការពីច័ន្ទដល់សុក្រហើយសៅរ៍អាទិត្យក៏មានថ្ងៃគេវេនយាមគេដែរអញ្ចឹងនិយាយរួមថា24ម៉ោងមកទៅអញ្ចឹងពេលដែលគាត់មកបើមានបានគេក្រឲ្យគាត់យកបានគេក្រមកបើមានបានបោះសសគាត់យកបានបោះសសមកមានបានហានិភ័យយកមកទាំងអស់មកហើយតាក់ទងនឹងជំងឺហ្នឹងយើងដឹងទេជួនកាលយើងនៅសុកយើងអាចដួលឬមួយក៏អាចស្លាប់បាច់ហៀងខ្លួនដែរដោយសារយើងអត់បានដឹងបើយើងបានដឹងមុនយើងមកពិនិត្យយើងមកវាស់វែងយើងបើកថ្នាំលេបប្រចាំថ្ងៃវាហានិភ័យក៏វាតិចដែរអញ្ចឹងខ្ញុំចុងក្រោយនេះខ្ញុំសូមអំពាវនាវទៅដល់ពុកម៉ែបងប្អូនទាំងអស់ឲ្យអញ្ជើញមកទាំងអស់គ្នាណាហើយតាក់ទងនឹងរបបអាហារសូមឲ្យគាត់ហ្នឹងកាត់បន្ថយខ្លាញ់អំបិលតិចស្ករតិចហើយឲ្យគាត់ញ៉ាំបន្លែបៃតងហើយគាត់ធ្វើលំហាត់ប្រាណអាសាជាប្រចាំឲ្យគាត់ធ្វើលំហាត់ប្រាណទៅអាហ្នឹងគេហៅថាឲ្យយើងបញ្ចេញជាតិពុលជាតិអីខ្លះអញ្ចឹងលោកគ្រូឥឡូវខ្ញុំសូមបញ្ចប់ប៉ុណ្ណឹង